នៅវេលាព្រឹកថ្ងៃច័ន្ទទី22ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមមីស៊ូតអូស្កានឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋទូគីយេប្រចាំព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតទូគីយេបានសម្ដែងនៅសេចក្តីសោមនស្សរីករាយនិងមោទនភាពដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទូគីយេប្រចាំកម្ពុជាឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមកព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដែលបានផ្ដល់នូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងទូគីយេនិងកម្ពុជាក្នុងន័យនេះឯកឧត្តមបានបង្ហាញនូវការបដិញ្ញាចិត្តក្នុងការបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀតលើវិស័យជាច្រើនក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទូគីយេថ្មីប្រចាំកម្ពុជានិងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាភាពជាដៃគូកម្ពុជាទូគីយេសម្ដេចបវរធិបតីមានជំនឿជាក់យ៉ាងមុតមាំថាក្រោមអាណត្តិការទូតរបស់ឯកឧត្តមទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំស៊ីជម្រៅនិងរីកចម្រើនបន្ថែមទៀតសម្ដេចបវរធិបតីនិងឯកឧត្តមឯកអគ្គរដ្ឋទូតទូគីយេក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់ៗរួមមានសេដ្ឋកិច្ចវិនិយោគនិងពាណិជ្ជកម្មសន្តិសុខនិងការពារជាតិអប់រំទេសចរណ៍និងបរិស្ថានជាដើមមុននឹងបញ្ចប់សម្ដេចបវរធិបតីបានលើកទឹកចិត្តឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀតនៅវេលាព្រឹកថ្ងៃអង្គារទី23ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យអ្នកអង្គការវិញហួរប្រធានក្រុមប្រឹក្សាភិបាលនិងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះអ្នកអង្គការប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការងារនិងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជាដោយបានគូបញ្ជាក់ថាបច្ចុប្បន្ននេះបណ្ដាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននឹងកំពុងបោះទុនវិនិយោគសរុបប្រមាណ$1.2 លានអាមេរិកនិងមានសមត្ថភាពផលិតស៊ីម៉ង់សរុបបានប្រមាណ12 លានតោនក្នុងមួយឆ្នាំនិងបានបង្កើតការងារសម្រាប់បុគ្គលិកនិងកម្មករសរុបចំនួន2119នាក់ក្នុងនោះបុគ្គលិកនិងកម្មករខ្មែរមានចំនួន1900នាក់ស្មើនឹង 90%អ្នកអង្គការប្រធានក្រុមប្រឹក្សាភិបាលមានប្រសាសន៍បន្ថែមថាសមាជិកសមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ង់នៅក្នុងទីផ្សារក្នុងស្រុកសរុបពី8ទៅ9 លានតោនក្នុងមួយឆ្នាំដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ85% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ង់ដែលការនេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគមក្រៅពីប្រតិបត្តិការអាជីវកម្មសមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌និងកិច្ចការសង្គមផ្សេងៗដូចជាការសាងសង់និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសាលារៀនមណ្ឌលសុខភាពនិងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈជាដើមជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរនិងអបអរសាទរចំពោះសមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជាដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដែលធានាបាននៅការផ្គត់ផ្គង់ស៊ីម៉ង់លើទីផ្សារក្នុងស្រុកទន្ទឹមនឹងនេះសម្ដេចបវរធិបតីបានស្វាគមន៍ចំពោះស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរបស់សមាគមដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការធានាឲ្យបាននូវបរិមាណផលិតកម្មគុណភាពនិងស្តង់ដារផលិតផល
ព្រមទាំងរក្សាបានសមត្ថភាពប្រកួតប្រជែងរបស់សមាគមសម្ដេចបវរធិបតីក៏បានគូបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយនិងយន្តការចាំបាច់របស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុងនិងក្រៅស្រុកដែលបាននឹងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាសម្ដេចបវរធិបតីបានបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលបន្តផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងក្នុងស្រុកដែលរាជរដ្ឋាភិបាលធ្លាប់បានផ្ដល់ជូនជាច្រើនឆ្នាំកន្លងមកដោយចាត់ទុកជាបន្ទុករបស់រដ្ឋសម្រាប់សហគ្រាសផលិតស៊ីម៉ងក្នុងស្រុកសម្រាប់រយៈពេល2ឆ្នាំទៀតពលគឺរហូតដល់បំណាច់ឆ្នាំ2028សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថាភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជាគឺជាការផ្សព្វផ្សាយប្រកបដោយសក្តានុពលបំផុតក្នុងការទាក់ទាញវិនិយោគថ្មីបន្ថែមទៀតមកកម្ពុជាបន្ថែមពីនេះសម្ដេចបវរធិបតីក៏បានផ្ដល់អនុសាសន៍ដល់សមាគមក៏ដូចជាបណ្ដាក្រុមហ៊ុនរោងចក្រនិងសហគ្រាសឯកជនថាដើម្បីធានាបានភាពប្រកួតប្រជែងនិងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួនអ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាននូវគុណភាពល្អជាមួយតម្លៃសមរម្យជាមួយគ្នានេះសម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឲ្យសមាគមឧស្សាហកម្មស៊ីម៉ងកម្ពុជាបន្តពិនិត្យនិងពង្រឹងខ្សែច្រវាក់ផលិតកម្មដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យកាន់តែរឹងមាំបន្ថែមទៀតមុននឹងបញ្ចប់សម្ដេចបវរធិបតីបានគូបញ្ជាក់សារជាថ្មីថារាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែងនិងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជនព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាសម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុងនិងក្រៅស្រុកដែលមានជំនឿទុកចិត្តនិងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជានៅវេលារសៀលថ្ងៃអង្គារទី23ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវ Elona Fisher Kem ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងបាងកកចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបលោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអ៊ីស្រាអែលកម្ពុជាលោកជំទាវបានគូបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិតនៅក្នុងទិសដៅវិជ្ជមានហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀតលោកជំទាវបានសង្កត់ធ្ងន់ថាភាពស្រដៀងគ្នានៃប្រជាសាស្ត្រដែលមានយុវជនភាគច្រើនគឺជាកាតាលីករដ៏សំខាន់សម្រាប់អ៊ីស្រាអែលនិងកម្ពុជាក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនបន្ថែមទៀតនាពេលអនាគតជាមួយគ្នានេះលោកជំទាវក៏បានបដិញ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឲ្យកាន់តែរឹងមាំរួមមានការបន្តទទួលយកនិស្សិតផ្នែកកសិកម្មទៅធ្វើកម្មសិក្សាក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការការងារក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែលបន្ថែមលើនេះលោកជំទាវក៏នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវប្បធម៌និងវិទ្យាសាស្ត្រផងដែរជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជាសម្ដេចបវរធិបតីបានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជានិងអ៊ីស្រាអែលព្រមទាំងបានឯកភាពក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀតទន្ទឹមនឹងនេះសម្ដេចបវរធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងពេញលេញដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់និងជំរុញការតភ្ជាប់នឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងៗជាច្រើនទៀតសម្ដេចបវរធិបតីនិងលោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែលក៏បានពិភាក្សាគ្នាលើការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានពាណិជ្ជកម្មនិងការវិនិយោគកសិកម្មនិងការគ្រប់គ្រងធនធានទឹកវិស័យអប់រំបច្ចេកវិទ្យានិងវិស័យសុខាភិបាលព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងវិស័យឯកជនរវាងកម្ពុជានិងអ៊ីស្រាអែលផងដែរនៅវេលាព្រឹកថ្ងៃសុក្រទី26ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈដូចខាងក្រោម 1. របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង 2. សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ 2025-2030 3. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តនិងពិធីសារនៃអនុសញ្ញាស្តីពីប្រតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន 4. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក 5. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអាគារនិងសំណង់ 6. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្តនៅវេលាព្រឹកថ្ងៃសៅរ៍ទី27ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មកម្ពុជាក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមលើកទី3នៅរាជធានីភ្នំពេញថ្លែងក្នុងពិធីនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាការសម្រេចឲ្យមានការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមគឺជាសាក្សីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជននិយាយជារួមនិងសម្រាប់សហគ្រាសធុនមីក្រូតូចនិងមធ្យមនិងសិប្បកម្មកម្ពុជានិយាយដោយឡែកការកំណត់រៀបចំទិវាជាតិនេះគឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាលនិងសហគ្រាសធុនមីក្រូតូចនិងមធ្យមក្នុងការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈមនិងដាក់ចេញនូវវិធានការគោលនយោបាយនិងការលើកទឹកចិត្តកាន់តែមានលក្ខណៈប្រាកដនិយមរឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងម្ចាស់សហគ្រាសនិងក្រសួងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូអភិវឌ្ឍសមាគមនិងវិស័យឯកជនក្នុងន័យផ្ដល់តម្លៃនិងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូតូចនិងមធ្យមនិងសិប្បកម្មនិងតាំងបង្ហាញផលិតផលជាតិសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថាក្នុងអាណត្តិទី7នេះរាជរដ្ឋាភិបាលបាននឹងកំពុងឆ្លងកាត់វិញ្ញាសាធំចំនួន3គឺទី1សង្គ្រាមឈ្លានពានព្រំដែននិងអធិបតេយ្យភាពទី2បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មីនិងទី3ការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចសម្ដេចបវរធិបតីបានលើកឡើងថាគោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះគឺដើម្បីជាតិនិងប្រជាជនទឹកដីនិងឯករាជ្យភាពព្រមទាំងស្ថិរភាពជីវភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងការការពារបូរណភាពទឹកដីកម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធីនិងការអត់ធ្មត់ខ្ពស់ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋានឲ្យអស់លទ្ធភាពការនេះគឺដើម្បីបញ្ជៀសនូវការប្រើប្រាស់កម្លាំងយោធាដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែននិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិបទពិសោធន៍បានបង្ហាញថាសង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ខំឲ្យរដ្ឋត្រូវបង្វែរថវិកាជាតិទៅទិញអាវុធយុទ្ធភ័ណ្ឌជំនួសឲ្យការវិនិយោគលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទៅវិញក្នុងឱកាសនេះដែរសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់បន្ថែមថាដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុករោងចក្រសហគ្រាសក្នុងនាមជាវិនិយោគិនត្រូវប្រកាន់ជំហរពង្រឹងខ្លួនឯងនិងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯងដែលនេះទើបជាចីរភាពពិតប្រាកដតាមរយៈការពង្រឹងសមត្ថភាពពង្រឹងគុណភាពជាមួយតម្លៃសមរម្យទើបយើងអាចធានាបានការជឿជាក់និងការគាំទ្រពីសំណាក់អតិថិជន
ជាពិសេសពីប្រជាពលរដ្ឋរបស់យើងផ្ទាល់តែម្ដងសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថាការរក្សាបានគុណភាពល្អគឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ភាពច្បាស់លាស់ការទទួលខុសត្រូវនឹងគុណភាពត្រូវដើរទន្ទឹមគ្នាដែលជាកត្តាស្លាប់រស់នៃការបង្កើតការជឿជាក់និងការគ្រប់គ្រងយ៉ាងស្មោះត្រង់រវាងអ្នកលក់និងអ្នកទិញក្នុងន័យនេះសហគ្រាសធុនមីក្រូតូចនិងមធ្យមត្រូវដាក់ទិសដៅក្នុងការអភិវឌ្ឍខ្លួនឯងដោយមិនត្រូវនៅត្រឹមតែជាសហគ្រាសធុនមីក្រូតូចនិងមធ្យមជារៀងរហូតនោះទេតែត្រូវដាក់ទិសដៅពង្រឹងនិងពង្រីកខ្លួនឯងពីតូចទៅធំឲ្យរីកចម្រើនដោយឈលលើការជឿទុកចិត្តនិងភាពប្រកួតប្រជែងខ្ពស់ជាមួយគ្នានេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់ក្តីសង្ឃឹមថាចលនានៃការគាំទ្រផលិតផលក្នុងស្រុកនេះនឹងនៅតែបន្តនិងយូរអង្វែងតរៀងទៅរាជរដ្ឋាភិបាលនៅតែបន្តផ្ដល់អាទិភាពនិងយកចិត្តទុកដាក់ខ្ពស់ដល់សហគ្រាសធុនមីក្រូតូចនិងមធ្យមទាំងសម្រាប់នីតិកាលនេះនិងសម្រាប់នីតិកាលបន្តបន្ទាប់ទៀតដែលនេះជាការជួយសម្រួលការលើកទឹកចិត្តនិងការបង្កលក្ខណៈអំណោយផលដើម្បីឲ្យសហគ្រាសធុនមីក្រូតូចនិងមធ្យមកាន់តែរីកចម្រើនលូតលាស់តទៅមុខបន្ថែមទៀតជាទីបញ្ចប់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានដាក់ទិសដៅឲ្យក្រសួងស្ថាប័នពាក់ព័ន្ធសិក្សានិងរៀបចំពង្រឹងសមត្ថភាពមន្ទីរពិសោធន៍គុណភាពផលិតផលឲ្យកាន់តែមានផលិតភាពគុណភាពនិងសមត្ថភាពខ្ពស់ក្នុងការត្រួតពិនិត្យនិងវាយតម្លៃលើមុខផលិតផលឲ្យបានល្អនិងឆាប់រហ័សដើម្បីធានាគុណភាពនិងឈានទៅសម្រេចឲ្យបានការចុះបញ្ជីព្រមទាំងកាត់បន្ថយភាពស្មុគស្មាញនិងបង្កភាពងាយស្រួលដល់ម្ចាស់រោងចក្រនិងសហគ្រាស